បុណ្យកឋិនទានសាមគ្គីយើងខ្ញុំទាំងអស់គ្នាជាគណៈកម្មការអាចារ្យព្រមទាំងសិស្សានុសិស្សរបស់លោកគ្រូអគ្គបណ្ឌិតធម្មចារ្យបុត្រសវង្សនិងពុទ្ធបរិស័ទចំណុះជើងវត្តសំពៅមាសរាជធានីភ្នំពេញរួមជាមួយពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមានសទ្ធាជ្រះថ្លាបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គីដើម្បីវេប្រគេនចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាវត្តសំពៅមាសរាជធានីភ្នំពេញប្រយោជន៍ដល់ការក្រាលក្រងនិងអនុមោទនាកឋិនទៅតាមពុទ្ធានុញ្ញាតអាស្រ័យហេតុដោយបានទូលថ្វាយនិងជម្រាបជូនខាងលើទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមយាងនិងអញ្ជើញសម្ដេចទ្រង់ឯកឧត្តមលោកអុកញ៉ាលោកជំទាវលោកស្រីនិងសាធុសពបរោះពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាចូលរួមបំពេញអង្គកឋិនទាននេះទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនអ្នកផ្ដើមបុណ្យ 1. លោកគ្រូអគ្គបណ្ឌិតធម្មចារ្យបុត្រសវង្សនិងពុទ្ធបរិស័ទជាសិស្សានុសិស្សទាំងក្នុងនិងក្រៅប្រទេសទាំងអស់ 2. ឯកឧត្តមឥតប្រាង្គនិងលោកជំទាវព្រមទាំងកូនចៅ 3. លោកអាចារ្យគណៈកម្មការសីលវ័នសីលវតីពុទ្ធបរិស័ទចំណុះជើងវត្តសំពៅមាសរាជធានីភ្នំពេញ 4. ពុទ្ធបរិស័ទក្រុមវេនប្រចាំខែទាំង30វេនកម្មវិធីបុណ្យថ្ងៃច័ន្ទ13រោចខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ខែតុលាឆ្នាំ2025វេលាម៉ោង2រសៀលជួបជុំពុទ្ធបរិស័ទនៅព្រះវិហារវត្តសំពៅមាសប្រារព្ធធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តបន្ទាប់មកនិមន្តធម្មកថា4ព្រះអង្គសម្ដែងព្រះធម៌ទេសនា 1. ព្រះមង្គលសទ្ធាកងណាមនីព្រះគ្រូចៅអធិការវត្តសំពៅមាស 2. ព្រះមហាធម្មបញ្ញោឡាយសរិទ្ធ 3. ព្រះមហាធម្មធរោឡុងចក 4. ព្រះមហាវិនយរខិតោសុផានារាលុះថ្ងៃអង្គារ14រោចត្រូវនឹងថ្ងៃទី21ខែឆ្នាំដដែលវេលាម៉ោង6ព្រឹកប្រគេនយាគូចំពោះព្រះសង្ឃម៉ោង8និមន្តធម្មកថា2ព្រះអង្គសម្ដែងព្រះធម៌ទេសនាម៉ោង10:30នាទីវេផាត់តាហាប្រគេនចំពោះព្រះសង្ឃលុះម៉ោង12:30នាទីរសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយទទួលបដិសន្ធារកិច្ចចំពោះលោកគ្រូអគ្គបណ្ឌិតធម្មចារ្យបុត្រសវង្សដែលនឹងអញ្ជើញមកដល់រៀបចំក្បួនដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារ3ជុំរួចលើកត្រៃជីវរនិងគ្រឿងបរិក្ខារជូនចំពោះលោកគ្រូបន្ទាប់មកប្រារព្ធធ្វើបទនមស្ការសមាទានសិលនិងគោរពអញ្ជើញលោកគ្រូអគ្គបណ្ឌិតធម្មចារ្យបុត្រសវង្សសម្ដែងព្រះធម៌ទេសនាលុះចប់ព្រះធម៌ទេសនាអញ្ជើញលោកគ្រូវេអង្គកឋិនទានថ្វាយព្រះភិក្ខុសង្ឃព្រះភិក្ខុសង្ឃធ្វើនៅកឋិនានុមោទនាគាថារួចហើយផ្សាយមេត្តាចិត្តឧទ្ទិសមហាកុសលជាកិច្ចបញ្ចប់បុណ្យទូរស័ព្ទទំនាក់ទំនងលោកអាចារ្យចាបមកលេង092 872 742លោកអាចារ្យហៅតុងហៈ012 963 164ឧបាសិកាសនសមន្ថា012 737 952ឧបាសិកាហៀងគៀ012 541 909ឧបាសិកាលឿងសារ៉ា011 399 467សូមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណ